បងប្អូនមើលទឹកមុខលោកប្តីខ្ញុំស្នាមញញឹមគាត់កាយវិការគាត់មើលទៅសមគាត់ជាមនុស្សអាត្មានិយមឬក៏មនុស្សអាក្រក់ទេចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបើក្បាលវីដេអូមករៀងចាក់ដោនបន្តិចចាអញ្ចឹងខ្ញុំចង់និយាយថាយើងប្រកាសជាមើលអត់ដឹងទេមែនទេត្រឹមតែរូបរាងខាងក្រៅឬក៏ក្នុងវីដេអូយើងពិតជាអត់ដឹងទេជាពិសេសសម័យឥឡូវគេធ្វើវីដេអូអួតគេធ្វើវីដេអូត្រឹមតែ15 second ឬក៏20 second យើងគិតថាអូយគេល្អណាស់ចាប្តីគេមានណាស់ចេះទាំងដែលយើងអត់ដឹងពីជីវិតគេយើងអត់ដឹងថានៅខាងក្រោយជីវិតបុគ្គលម្នាក់ហ្នឹងមនុស្សបុគ្គលនឹងជាអ្នកណាមកពីណាយើងអត់ដឹងទេចាអញ្ចឹងសង្គមសម័យបច្ចុប្បន្នណាធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាមនុស្សគឺមើលមនុស្សតែសម្បកក្រៅហើយមនុស្សឆាប់វិនិច្ឆ័យមនុស្សចាហើយដូចខ្ញុំធ្វើវីដេអូអញ្ចឹងហេតុអ្វីមូលហេតុអ្វីបានខ្ញុំប្រាប់បងប្អូន1 2 3 4ពីដំណើរដើមទងនៃសាច់រឿងជីវិតដោយសារតែខ្ញុំអត់ចង់ឲ្យអ្នកដែលគ្រប់គ្រងខ្ញុំចាអត់ស្គាល់ background ខ្ញុំថាជាអ្នកណាមកពីណាហើយខ្ញុំអត់ចង់ឲ្យអ្នកគ្រប់គ្រងរបស់ខ្ញុំ follow ខ្ញុំឃើញវីដេអូខ្ញុំជារៀងរាល់ថ្ងៃឃើញតែពីអ្វីដែលខ្ញុំមានបានឬក៏ខ្ញុំសោយសុខប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនឃើញថាជីវិតខ្ញុំទម្រាំតែខ្ញុំឈរនៅកន្លែងនេះទីនេះគឺខ្ញុំឆ្លងកាត់មុខកបិតសោះសាច់ឆ្លងកាត់ភាពឈឺចាប់ឆ្លងកាត់ការមាក់ងាយឆ្លងកាត់គ្រប់សពបែបយ៉ាងអញ្ចឹងខ្ញុំចង់បង្ហាញហើយវាដូចជាមេរៀនជីវិតមួយអញ្ចឹងព្រោះវាជាមេរៀនជីវិតរបស់ខ្ញុំនិងគ្រួសារខ្ញុំដូចរឿងជីវិតប្តីប្រពន្ធខ្ញុំអញ្ចឹងខ្ញុំរៀបចំសែនព្រេងចាអ្នកដែលអត់ស្គាល់ប្តីប្រពន្ធខ្ញុំមិនថាអ្នកស្រុកគេបងប្អូនគាត់អត់ដឹងខ្ញុំអត់បន្ទោសទេប៉ុន្តែខ្ញុំចង់មានន័យថាចាពួកគាត់វិនិច្ឆ័យថាប្តីខ្ញុំជាមនុស្សក្រីក្រចាមនុស្សអត់ដូចថាខ្ចាត់ប្រវត្តិអីចឹងណាពេលដែលខ្ញុំរៀបសែនហើយអ្នកខ្លះឌីលថាចាកូនខ្ញុំនឹងកើតមកអត់មានឪអត់មានឪពុកទេដោយសារអីតិចទៅវារត់ចោលអីចឹងទៅចានេះគឺដោយសារអីគឺដោយសារតែមនុស្សភាគច្រើនវិនិច្ឆ័យមនុស្សគឺនៅលើសម្បកក្រៅបើមានអ្នកណាម្នាក់ចូលទៅដឹងឲ្យថ្លៃបដាការ 5,000 ឬក៏ 10,000 អញ្ចឹងគេល្អហើយចាគេមនុស្សល្អគេចេះមួយប៉ុន្តែធៀបពិតមិនមែនទេអ្នកខ្លះការហើយមិនទាន់លែងលះគ្នាអ្នកខ្លះទៀតប្តីមានស្រី 4-10 នៅខាងពីក្រោយខ្នងក៏មានដែរអញ្ចឹងវាបញ្ជាក់ថាសង្គមយើងមួយនេះគឺមនុស្សភាគច្រើនវិនិច្ឆ័យមនុស្សត្រឹមតែសម្បកក្រៅបើគេមានលុយមកចូលទៅដឹងថាគេអ្នកមានចាតែបើគេអត់មានលុយគេការរៀបសែនអីចឹងថាគេអត់អីចឹងដូចឃើញជាក់ស្ដែងសាច់រឿងប្តីប្រពន្ធខ្ញុំអញ្ចឹងពេលដែលប្តីខ្ញុំសែនព្រេនជាមួយខ្ញុំនៅស្រុកគេឌីលប្តីខ្ញុំជាមនុស្សខ្ចាត់ប្រវត្តិមនុស្សអត់មានអីចឹងណាមនុស្សក្រីក្រចឹងតែធៀបពិតប្តីខ្ញុំជាមនុស្សមានទ្រព្យមានការងារល្អ